កូនខ្មែរថៃវប្បធម៌អាឡាជីដោះមុខគោរពដល់ព្រះនាងតូចចេនណាទោះបីព្រះនាងគ្មានព្រះវត្តមានសម្ដែងលើឆាករួមគ្នាថ្មីនេះមហាជននិយមតាមដានក្រុមចម្រៀងរ៉េបមានប្រជាប្រិយភាពឡាស៊ីម៉ាខាថៃច្បាស់ជាបានជ្រាបហើយថាក្រៅពីបញ្ចេញបទចម្រៀងជាក្រុមហើយនោះសមាជិកនីមួយបានបញ្ចេញបទចម្រៀងផ្ទាល់ខ្លួនជាបន្តបន្ទាប់និងទទួលបានការគាំទ្រយ៉ាងខ្លាំងទៀតផងជាក់ស្ដែងក្រឡេកទៅមើលលោកអាឡាជីសមាជិកឡាស៊ីម៉ាខាថៃកាលពីពេលថ្មីនេះលោកបានបញ្ចេញបទចម្រៀងរួមគ្នាជាលើកទី2នឹងព្រះនាងតូចនរោត្តមចេនណាក្នុងបទចម្រៀងអ៊ីតាស៊ីវិលដែលធ្វើឡើងជាពិសេសសម្រាប់ CEO សង្ហាសម្បូត្រីសារីជវង្សរៀបការដោយឡែកកាលពីថ្ងៃទី29ខែមីនាឆ្នាំ2025កន្លងទៅលោកអាឡាជីបានធ្វើឲ្យអ្នកគាំទ្រមានការសរសើរដល់លោកជាខ្លាំងខណៈលោកឡើងច្រៀងក្នុងការប្រគំតន្ត្រីមួយនិងបានលើកយកចម្រៀងខាងលើមកបកស្រាយតែម្នាក់ឯងក្នុងនោះដែរអ្វីដែលធ្វើឲ្យមហាជនអ្នកទស្សនាស្រែកហូនិងសរសើរដល់លោកអាឡាជីនោះព្រោះបើគ្មានព្រះវត្តមានរបស់ព្រះនាងតូចនរោត្តមចេនណានៅលើឆាកតន្ត្រីជាមួយក៏ពិតមែនប៉ុន្តែលោកអាឡាជីបានដោះមុខនិងលើកដៃក្រាបអន់សំពះនៅពេលលាសម្លេងព្រះនាងតូចបន្លឺឡើង